ត្រីឈ្នៀងបងប្អូនត្រីឈ្នៀងដួលនេះមកត្រីអានេះមានស៊ីត្រីគ្នាឯងណាណែមកណែតែល្អត្រីបងប្អូននេះមើលត្រីដោយសារតែមានបងប្អូនជាច្រើនបានសួរថាតើឈ្នាងបុរាណរបស់យើងតើប្រហែលថ្ងៃគឺបងប្អូនលើកម្ដងអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំមកបកស្រាយចម្ងល់បងប្អូនតែម្ដងជួនកាលទៅបងប្អូនជួនកាលទៅយើងមួយអាទិត្យឬក៏4-5ថ្ងៃអញ្ចឹងទៅប៉ុន្តែដោយសារតែអូយើងគឺត្រីមិនសូវមានដូចមុនទេបងប្អូនគឺយើងលើកម្ដងនេះគឺយើងបានប្រហែលជាតែ2-3គីឡូទេដោយសារតែមានបងប្អូនគាត់មករកដែរអញ្ចឹងទៅគាត់ដាក់មងដែរអញ្ចឹងទៅហើយនិយាយទៅបងប្អូននេសាទបែបធម្មជាតិបែបនេះគឺមិនងាយដាច់ពូជត្រីទេបើសិនជាយើងឆក់ឬក៏យើងធ្វើអ្វីផ្សេងអាចនឹងដាច់ពូជត្រីអីចឹងទៅហើយថ្ងៃនេះគឺខ្ញុំមកលើកឈ្នាងជាមួយឪពុកខ្ញុំមកដងទៀតហើយដោយសារតែការលើកឈ្នាងរបស់យើងដូចជាបងប្អូនបានឃើញពីវីដេអូមុនហើយតែពេលលើកគឺយើងត្រូវចំណាយគ្នាយ៉ាងតិចក៏4ទៅ5ទៅ6នាក់ដែរដោយសារតែឈ្នាងរបស់យើងគឺធ្វើរៀងធ្ងន់បន្តិចឯងបងប្អូនហើយខ្ញុំក៏បានឡើងទៅយកត្រីតែម្ដងដោយសារតែយើងត្រូវកាយចេញដោយសារតែត្រីនិយាយទៅគឺវានៅតាមកលៀតដែលសារ៉ាស់យើងដាក់យូរទៅវាពុកកាលណាដែលពេលពុកហើយគឺវាធ្លាក់ចុះទៅក្រោមចឹងហើយពេលដែលយើងលើកហើយគឺយើងត្រូវតែចុះទៅយកតែម្ដងបងប្អូនហើយឈ្នាងរបស់យើងនេះគឺបុរាណផងគឺសម័យផងបងប្អូនដោយសារតែការធ្វើគឺយើងធ្វើទៅតាមរបៀបរបបបែបបុរាណដែរទេប៉ុន្តែគាត់ថាយើងច្នៃធ្វើជាដាក់ដែកវិញប៉ុន្តែសារ៉ាស់គឺយើងត្រូវរកសារ៉ាស់ដូចជាមេឃអាស័យឬក៏មេឃឈើអ្វីផ្សេងអញ្ចឹងទៅដើម្បីដាក់ទៅគឺត្រីចូលនៅអញ្ចឹងទៅបងប្អូនហើយនិយាយទៅការនេសាទរបស់យើងការរករបស់យើងបែបនេះគឺបានត្រីមកគឺធម្មជាតិពិត100% តែម្ដងហើយអ្វីដែលសំខាន់គឺពុករបស់ខ្ញុំគឺគាត់តែងតែនេសាទបែបបុរាណមិនថាដាក់មងដាក់អីទេហើយថ្ងៃមុនដាក់មងបានប្រហែលជាជិត10គីឡូដែរបងប្អូនប៉ុន្តែឥឡូវហ្នឹងត្រីគឺដោយសារតែទឹកស្រកវិញអញ្ចឹងទៅគឺត្រីអត់សូវមានទេហើយថ្ងៃនេះគឺខ្ញុំមកលើកពីឈ្នាងតែម្ដងបងប្អូនពីឈ្នាងដោយសារតែឈ្នាងយើងធ្វើពីដាក់នៅចិត្តឯគ្នាដែរទេអញ្ចឹងហើយក៏យើងត្រូវការលើកគឺយើងត្រូវការគ្នាទាញបន្តិចហើយថ្ងៃនេះដូចខ្ញុំឃើញពុកខ្ញុំគាត់ពិបាកពេកក៏ខ្ញុំចោះទៅជួយទាញក្រោមអញ្ចឹងទៅហើយខាងលើ3នាក់បងប្អូនហើយដៃកាមេរ៉ាមែនរបស់ខ្ញុំថ្ងៃនេះគឺជា Polly ដែលជាកូនមេបឹងអញ្ចឹងទៅការថតរបស់គាត់គឺមិនបានល្អឥតខ្ចោះទេបងប្អូនអញ្ចឹងហើយពេលដែលបងប្អូនមើលគឺពិបាកមើលដែរដោយសារតែអត់មានអ្នកទាញឃើញលើទេគឺឃើញរុញតែពីក្រោមទេប៉ុន្តែគឺការទាញរបស់យើងគឺទាញរហូតទៅដល់គ្នា5-6នាក់ដល់បងប្អូនបានយើងទាញរួចអញ្ចឹងហើយគឺតែងតែធ្វើតែងតែអីគឺបងប្អូនខមមិនថាមិនដាក់កង់មិនដាក់អីចឹងទៅកាលណាដែលយើងដាក់កង់ចូលទៅគឺត្រីវាអត់ចូលទៅក្នុងដែលឈ្នាងរបស់យើងទេបងប្អូនគឺត្រីហ្នឹងគឺអាចនៅក្រោមអីចឹងទៅហើយពុករបស់ខ្ញុំគឺគាត់ចាប់ផ្ដើមចាក់ត្រីទៀតហើយគឺត្រីយើងគឺបានមកសមរម្យដែរបងប្អូនគឺមិនបានច្រើនទេបានប្រហែលជា3គីឡូទេថ្ងៃមុនយើងបានប្រហែលជាជិត10គីឡូប៉ុន្តែថ្ងៃនេះគឺយើងបានត្រឹមតែ3គីឡូអីតិចតួចអីទេបងប្អូនដោយសារតែត្រីនេះគឺជាត្រីខ្ពិនផងលេត្រីមូលផងទៅនិយាយទៅគឺអត់មានត្រីទុកឬក៏អត់មានត្រីក្រាញ់ទេបងប្អូនគឺយើងមានត្រីកញ្ចុះតែប្រហែលក្បាលទេហើយខ្ញុំឆ្ងល់ថាត្រីនេះជាត្រីអ្វីដែលខ្ញុំលើកបងប្អូនវាធំខ្លាំងមែនទែនហើយខ្ញុំស្មានតែវាលេបត្រីគ្នាឯងចឹងទៅការពិតបងប្អូនអូនិយាយពីថាពងទាំងអស់ពេញពោះតែម្ដងបងប្អូនហើយបន្ទាប់ពីយើងលើកហើយចាប់ត្រីដាក់ហើយគឺពុកខ្ញុំគាត់ទាញទៅកដាលវិញដើម្បីឲ្យទឹកចូលចឹងទៅត្រីវាចូលទៅនៅទៀតអីចឹងទៅបងប្អូនហើយនិយាយទៅបងប្អូននេះម៉ែអ្នកម្ដាយរបស់ខ្ញុំគឺគាត់តែងអង្គុយចាំធ្វើតែម្ដងគឺយើងរកបានដល់ភ្លាមគឺគាត់ធ្វើចឹងទៅហើយកាលណាទៅយើងរកបានច្រើនចឹងទៅយើងហូបអត់អស់យើងយកទៅលក់ខ្លះទៅដើម្បីបានកម្រៃដើម្បីយកទៅទិញម្ហូបយកទៅទិញកចឹងទៅបងប្អូនហើយដូចជាត្រីនេះខ្ញុំឆ្ងល់ថាត្រីអ្វីបងប្អូនដែលស្គាល់កុំភ្លេចខមមិនផងដោយសារតែត្រីនេះគឺកប៉ុកទូទេបន្តែពួងបងប្អូននិយាយពីថាពេញពោះតែម្ដងត្រីនេះបើសិនជាខ្ញុំមានដងខ្ញុំនឹងបន្លែងតែដោយសារតែខ្ញុំអត់មានដងបងចឹងហើយក៏យើងសម្រេចចិត្តថាប្រឡាក់វាអាំងតែម្ដងហើយបន្ទាប់មកគឺពុករបស់ខ្ញុំគឺគាត់ចាប់ឲ្យខ្ញុំជូនគាត់ទៅដាក់មងទៀតបងប្អូននិយាយទៅអត់នៅស្ងៀមទេឪពុករបស់ខ្ញុំហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការតាមដាននិងបងប្អូនកុំភ្លេចជួយ like ជួយ share នេះផងបាយបាយ